តើបងប្អូនទាំងអស់គ្នាបានដឹងពីអត្ថប្រយោជន៍នៃរុក្ខជាតិមួយប្រភេទនេះទេរុក្ខជាតិមួយប្រភេទនេះវាអាចជួយតាំងលម្អផ្ទះរបស់យើងឲ្យមានសោភ័ណភាពស្អាតហើយមិនត្រឹមតែប៉ុណ្ណោះវាជារុក្ខជាតិមួយប្រភេទដែលជួយបន្សុទ្ធខ្យល់និងងាយស្រួលថែទាំតោះមកដឹងពីរបៀបដាំទាំងអស់គ្នារុក្ខជាតិមួយប្រភេទនេះឈ្មោះម្លូមាសម្លូប្រាក់ដំបូងបងប្អូនគ្រាន់តែកាដើមវាមកបងប្អូនបន្ទាប់មកបងប្អូនឃើញខ្នែងបែកអញ្ចឹងណាបងប្អូនកាត់កន្លែងខ្នែងនឹងចេញមកទុកប្រហែលជាមកចំហៀងមកថ្នាំងដៃមកចំហៀងមកថ្នាំងដៃបានហើយនេះបងប្អូនសភាពដែលខ្ញុំបានកាត់រួចគឺមានសភាពបែបនឹងឯងគឺយើងអាចយកទៅដាំបានហើយបន្ទាប់មកខ្ញុំមានកែវស្អាតមួយខ្ញុំដាក់ថ្មលម្អចូលបងប្អូនបើអត់មានថ្មលម្អមិនបាច់ដាក់ក៏បានដែរបន្ទាប់មកដាក់ទឹកឲ្យពេញកែវទៅរួចជាស្រេចបងប្អូនគឺបានរុក្ខជាតិម៉ាថូយ៉ាងស្រស់ស្អាតហើយនឹងជួយបន្សុទ្ធខ្យល់ក្នុងផ្ទះបានល្អបើបងប្អូនមានកែវត្រចៀកកម្មបែបនេះក៏ល្អដែរយើងអត់បាច់ចំណាយលុយទៅទិញកែវទេបងប្អូនយើងប្រើតែកែវត្រចៀកកម្មឬមួយក៏កែវដែលយើងដាក់សៀងដែលញ៉ាំរួចហ្នឹងសម្អាតវាឲ្យស្អាតមកបន្ទាប់មកយើងអាចដាក់ដាំបានម្លូមាសម្លូប្រាក់នេះខ្ញុំអត់បានចំណាយលុយសូម្បីតែ1រៀលទៅទិញទេដំបូងឡើយខ្ញុំបានរុក្ខជាតិម្លូមាសម្លូប្រាក់នេះមកពីផ្ទះអ៊ំជិតខាងគាត់បានឲ្យខ្ញុំ6 7ដើមបន្ទាប់មកខ្ញុំក៏យកពូជនោះទៅដាំជាមួយនឹងដីរុក្ខជាតិមួយប្រភេទនេះអាចដាំជាមួយដីក៏បានអាចដាំក្នុងទឹកចឹងក៏បានបន្ទាប់មកដុសលូតលាស់បានយ៉ាងល្អរុក្ខជាតិមួយប្រភេទនេះងាយស្រួលថែទាំមែនតើបងប្អូនអាចដាក់ក្នុងផ្ទះដោយកន្លែងគ្មានពន្លឺថ្ងៃក៏បានដែរប៉ុន្តែរៀងរាល់មួយសប្តាហ៍ម្ដងបងប្អូនត្រូវតែយករុក្ខជាតិមួយប្រភេទនេះឲ្យត្រូវពន្លឺព្រះអាទិត្យបានម្ដងព្រោះរុក្ខជាតិត្រូវធ្វើរស្មីសង្យុគជាមួយព្រះអាទិត្យនៅក្នុងផ្ទះខ្ញុំដាក់នៅផ្ទះបាយនៅតុធ្វើការនៅលើតុញ៉ាំបាយនៅក្នុងបន្ទប់ទឹកក៏មានដែរអរគុណសម្រាប់ការទស្សនាវីដេអូនេះជម្រាបលាជួបគ្នាវីដេអូបន្តទៀត